ជាបឋមសូមក្រាបថ្វាយបង្គំព្រះពុទ្ធបឋមព្រះសង្ឃជាទីពឹងទីសក្ការៈហើយសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយអរគុណដល់ការទស្សនាតាំងពីដើមរហូតដល់ចប់ហើយក្នុងវីដេអូនេះខ្ញុំចង់លើកពីករណីទី1គឺតកតទៅនឹងការពាក់មួកករណីទី2គឺតកតទៅនឹងការបោះចោលសម្រាមការរីករាយក្នុងវ័យយុវវ័យឬក៏ការចាយវ័យក្នុងយុវជនដែលទាំងខ្ញុំទាំងគេតែចង់ដឹងចង់លឺក្នុងវ័យយុវជនហើយសប្បាយចង់សប្បាយចឹងណាគឺក៏វ័យដែលមិនទាន់មានគ្រោះសារចឹងករណីទី1ទី2ហ្នឹងខ្ញុំចង់ជំរាបសារពីដើមពេលមានយើងនិយាយថាការជួបជុំគ្នានៅក្នុងវត្តអារាមតាំងពីដើមមកឲ្យតែមានកម្មវិធីធំដុំហ្នឹងគឺយកវត្តអារាមជាទីកន្លែងប្រមូលផ្ដុំមនុស្សហើយបង្កើតកម្មវិធីសប្បាយរីករាយទាំងអស់គ្នានេះជាបរមរានមកអញ្ចឹងណាប៉ុន្តែពីដើមគេដើរចូលទៅដល់ខ្លងទ្វារវត្តហ្នឹងគឺគេដោះមួកអីគេអត់ពាក់មួកអីអញ្ចឹងណាបាទគេអត់ពាក់មួកទេហើយគេអត់ពាក់មួកទេអញ្ចឹងណាគឺដោយសារគេគោរពទីសក្ការៈពុទ្ធអារាមជាទីសក្ការៈរបស់មនុស្សសត្វទាំងពួងអញ្ចឹងណាហើយកាលណាដែលយើងចូលទៅអត់ដោះមួកអាហ្នឹងគេថាយើងអត់ចេះគោរពឬក៏យើងអត់ដឹងសាសនាបៃណីសាសនាអញ្ចឹងទៅក៏ទំនៀមទម្លាប់សាសនាអញ្ចឹងទៅណានិយាយងាយស្រួលហ្នឹងទៅហើយពីដើមឡើយគឺសំបីតែពាក់ពីជើងចូលវត្តក៏បានដែរប៉ុន្តែកម្លាយមួយចំនួនទៅមួយចំនួនទាំងទៅយូរទៅបងប្អូនចេះតែនងគ្នាពាក់មួកចូលវត្តអាហ្នឹងមានទោសដោយខ្វះការប្រតិបត្តិអញ្ចឹងណាហើយមនុស្សយើងមានយសដោយសារតែប្រតិបត្តិអានិសង្សការប្រតិបត្តិអ្នកមានគុណប្រតិបត្តិវត្តអារាមនេះគោរពវត្តអារាមនេះគឺមានន័យថាយើងឲ្យកិត្តិយសគេអញ្ចឹងអនាគតជាតិណាគឺយើងបាននៅកិត្តិយសហើយបើបងប្អូនអ្នកជឿពុទ្ធសាសនាហើយចូលទៅក្នុងវត្តអារាមហើយយើងពាក់មួកនៅក្នុងវត្តអារាមវាមិនមែនជារឿងមួយដែលល្អទេយូរទៅវត្តអារាមនឹងលែងដូចបច្ចុប្បន្នខ្ញុំឃើញថាវត្តអារាមនឹងលែងចង់មានតម្លៃហើយទី2គឺតាក់ទងទៅនឹងការចោលសម្រាមនោះបងប្អូនហូបចុកឲ្យបោះចោលតាមទៅពីអញ្ចឹងទៅបាទអត់បោះចោលទៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវអញ្ចឹងទៅដូចក្នុងរូបវីដេអូនេះហើយសំណួរសួរថាយើងទៅលេងសប្បាយប៉ុន្តែពេលចប់ការសប្បាយលោកនេនវិខុហ្នឹងលោកតាយាយតាជីយាយជីកូនសិស្សហ្នឹងគឺគាត់នៅវត្តអារាមហ្នឹងគាត់បោះហើយពួកគាត់ហ្នឹងគឺអ្នកមានសិល5សិល8សិល10សិល4មកវិខុអញ្ចឹងទៅហើយបោះសម្រាមហ្នឹងកើតចេញពីណាកើតចេញពីពុទ្ធបរិស័ទពីក្មេងៗយើងនេះណាចំនួនក្រោយនេះបោះចោលទៅពីហើយដល់ពេលស្អែកឡើងឲ្យអ្នកមានសិលប្រមូលសម្រាប់របស់យើងទៅចោលនៅក្នុងទី1សំស្របមានការដុតឬក៏អីហ្នឹងទៅទៅចោលហើយបងប្អូនពុទ្ធបរិស័ទទាំងអស់ពិចារណាមើលថាអូការដែលយើងទៅដើម្បីសប្បាយហើយក៏យើងមិនចង់បានបាបមកវត្តមកផ្ទះវិញដែរអញ្ចឹងបើសិនជាយើងទៅហើយសប្បាយហើយមកវិញបានបាបបានរឿងអកុសលហើយរឿងបាបរឿងអកុសលនោះគឺរឿងដែលយើងអត់មានចេតនាអត់ដឹងខ្លួនតែម្ដងដូចយើងពាក់មួកណាពាក់មួកចូលវត្តអីចឹងទៅហើយបោះចោលសម្រាមឃើញបងប្អូនទៅសម្រាមទាំងអស់ពេញវត្តអារាមហើយស្អីឡើងអ្នកមានសិលទីណាគេមានតែអ្នកមានសិលសាមណេរភិក្ខុយាយជីតាជីអ្នកសមាធិហើយពួកគាត់អ្នកមានសិលហើយយើងនឹងអានឹងចឹងនិយាយថាបាបដែលកើតចេញពីអចេតនាហើយចុងក្រោយសូមអរគុណកណ្ណាគុំចាស់គ្រប់ព្រះអង្គតាយាយសិស្សបងប្អូនទាំងអស់បាទបានស្ដាប់បានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសូមជូនពរចូលឆ្នាំថ្មីឆ្នាំខាងមុខនេះឆ្នាំថ្មីឆ្នាំ2026ខាងមុខនេះសូម